សួស្តីខ្ញុំបង្ហាញវីដេអូមួយគឺជាការបើកប្រើប្រាស់រូបថតទៅជារូបទៅជាវីដេអូអញ្ចឹងរូបថតយើងមានជារូបថតបែបនេះដោយយើងថតវាជាមុខងារជាថត live បាទមុខងារ live រូបថត live បែបនេះគឺគេអាច save រូបថតនឹងជាវីដេអូបាទអញ្ចឹងកុំឲ្យខាត់ពេលយើងចូលទៅចាប់ដើមតែម្ដងដំបូងខ្ញុំ select យករូបសិនចុច select មកយើងជ្រើសរើសយករូបថតបាទដែលរូបថតយើងយកដែលយើងថតមុនគេដំបូងមកបាទថតបន្ទាប់រូប select យកបន្ទាប់រហូតដល់រូបចុងក្រោយបាទបែបនេះមកពេលយើង select បានហើយយើងចុចចំណុចត្រេក3 color នេះបាទទោះហើយយើងយក save as video បាទទីមកគឺវា save ជាវីដេអូឲ្យបានបាទដូច្នេះយើងសាកមើលវីដេអូដែលវា save អស់ហើយមកបាទចូលសាកមើលមកបាទនឹងជាវីដេអូដែលវា save ពីរូបថត freestyle មួយមកទៀតផ្សេងលើកដៃបាទនឹងម្ដងទៀតមួយទៀតបាទវីដេអូដែល save ពីរូបថតវាចេញមកបែប freestyle មួយមកទៀតផ្សេងលើកដៃបាទអរគុណនិយាយខ្លីៗ